សម្រាប់មីនុយញោមផ្កាស្ដៅមុខនេះគឺធានាថាឆ្ងាញ់យកតែមែនតែម្ដងហើយញោមផ្កាស្ដៅមុខនេះគឺពុកម៉ែបងប្អូនអាចធ្វើញ៉ាំបានតែនៅរដូវផ្កាស្ដៅរីកទេបើសិនជាខុសពីរដូវផ្កាស្ដៅរីកក៏ពិបាកនឹងរកផ្កាស្ដៅដើម្បីយកមកធ្វើជាមុខម្ហូបដើម្បីនឹងពិសាដែរជំរាបសួរក៏ដូចជាសួស្ដីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube និង Facebook ជាទីគោរពរាប់អានវិលពីជួបខ្ញុំបាទសារជាថ្មីម្ដងទៀតហើយតាមរយៈ Channel ភេទបញ្ញាវិសលក្នុងវីដេអូដែរខ្ញុំបាននឹងបង្ហាញអំពីវិធីផ្សំគ្រឿងញោមផ្កាស្ដៅដើម្បីឲ្យមានរសជាតិឆ្ងាញ់ពិសាជំហានដំបូងនៃការញោមផ្កាស្ដៅគឺយើងធ្វើការឡើងដើមស្ដៅដើម្បីនឹងបេះផ្កាស្ដៅនឹងឯងពុកម៉ែបងប្អូនហើយយើងមើលទៅទិដ្ឋភាពខាងលើគឺពិតជាល្អមែនទែនពុកម៉ែបងប្អូនគឺយើងមើលទៅឃើញវាលឃើញស្រាស្រូវប្រាំងលក្ខណៈតាខៀវស្ងាត់អញ្ចឹងមើលទៅគឺស្រស់ស្រាយមែនទែនតោះឥឡូវស្រូវប្រាំងយើងទុកមកគៀនសិនគឺយើងងាកមកបេះផ្កាស្ដៅរបស់យើងវិញម្ដងដោយការប្រុងប្រយ័ត្នបន្ទាប់ពីយើងបេះផ្កាស្ដៅរបស់យើងបានល្មមហើយគឺយើងធ្វើការចូលមកក្រោមវិញគឺយើងធ្វើការរកគ្រឿងផ្សំបន្ថែមទៅដោយសារញោមស្ដៅគឺយើងមិនមែនញោមតែមួយមុខទេគឺមានគ្រឿងច្រើនដែរពុកម៉ែបងប្អូនដើម្បីឲ្យញោមស្ដៅរបស់យើងគឺកាន់តែមានអស់ជ្រោះតែម្ដងសម្រាប់គ្រឿងផ្សំគឺខ្ញុំបានយកមកជុំគ្នាឲ្យពុកម៉ែបងប្អូនដោយពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺមានដូចជាទឹកប្រហុកទឹកអំពិលទុំត្រសក់សាច់ជ្រូក3ជាន់ដែលយើងបានស្ងោររួចជាស្រេចម្ទេសផ្លោកប៉េងប៉ោះស្ដៅដែលយើងបានបេះអំបាញ់មិញហ្នឹងការ៉ុតជីរណាដើមខ្ទឹមស្លឹកខ្ទឹមម្ទេសក្រហមខ្ទឹមក្រហមនិងសណ្តែកដីដើម្បីបង្កើនក្លិនឈ្ងុយឥឡូវនេះគ្រឿងផ្សំទាំងបានគឺខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនឲ្យហើយជាបន្តសូមអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាអំពីវិធីផ្សំគ្រឿងរបស់ខ្ញុំវិញម្ដងជំហានដំបូងនៃការផ្សំគ្រឿងគឺធ្វើការដាក់ដាំទឹកកពុះបន្ទាប់មកយើងធ្វើការស្រោចស្ដៅរបស់យើងបន្តិចទៅពុកម៉ែបងប្អូនដើម្បីឲ្យស្ដៅរបស់យើងគឺស្លោកព្រមទាំងចេញជាតិទៅវិញផងដែររួចហើយយើងធ្វើការទុកមួយលើគឺយើងងាកមកហាន់បន្លែប៉េងប៉ោះរបស់យើងឲ្យទៅជាចំណិតស្ដើងៗដូចក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងបន្ទាប់មកយើងធ្វើការទុកមួយលើជំហានបន្ទាប់យើងធ្វើការហាន់ត្រសក់របស់យើងវិញម្ដងសម្រាប់ត្រសក់គឺយើងធ្វើការចាត់សម្បកត្រសក់របស់យើងចេញដើម្បីកុំឲ្យល្វីងរួចហើយយើងធ្វើការសាំបន្តិចទៅលក្ខណៈថាយើងហាន់ទៅរៀងល្អិតព្រមទាំងឆាប់ចូលជាតិផងដែរគឺយើងធ្វើការហាន់ឲ្យល្អិតបែបនេះរួចហើយយើងធ្វើការទុកមួយលើដូចគ្នាបន្តមកទៀតគឺយើងធ្វើការហាន់បន្លែម្ទេសផ្លោករបស់យើងវិញម្ដងយើងធ្វើការហាន់ឲ្យទៅជាចំណិតតូចៗអញ្ចឹងទៅពុកម៉ែបងប្អូនរួចហើយយើងធ្វើការទុកមួយលើដូចគ្នាគឺយើងងាកមកបូតស្ដៅរបស់យើងវិញម្ដងពុកម៉ែបងប្អូនបូតដៃស្រាលៗអញ្ចឹងទៅដូចក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងដើម្បីកុំឲ្យស្ដៅរបស់យើងគឺរុះរោយពេកបន្ទាប់មកយើងធ្វើការទុកមួយលើដូចគ្នាគឺយើងងាកមកកោសការ៉ុតរបស់យើងឲ្យទៅជាខ្សែឆ្មាតូចល្មមដូចក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងរួចហើយយើងធ្វើការទុកមួយលើបន្ទាប់មកយើងធ្វើការហាន់តែជ្រូករបស់យើងទៅពុកម៉ែបងប្អូនដែលយើងបានស្ងោររួចស្រេចអញ្ចឹងគឺយើងធ្វើការហាន់ឲ្យល្អិតអញ្ចឹងទៅបន្ទាប់មកយើងធ្វើការទុកមួយលើគឺយើងងាកមកហាន់ស្លឹកខ្ទឹមរបស់យើងបន្ទាប់មកយើងធ្វើការហាន់ជីរណារបស់យើងតែម្ដងទៅគឺយើងហាន់កុំវែងពេកកុំខ្លីពេកបន្ទាប់មកយកទៅទុកមួយលើដូចគ្នាគឺយើងងាកមកហាន់ខ្ទឹមក្រហមរបស់យើងទៅពុកម៉ែបងប្អូនយើងធ្វើការហាន់ឲ្យល្អិតអញ្ចឹងទៅដូចក្នុងវីដេអូខ្ញុំបានបង្ហាញសម្រាប់ម្ទេសដាក់ទៅជាច្រើនស្អាតលើការចូលចិត្តទេបន្ទាប់ពីយើងហាន់ម្ទេសនិងខ្ទឹមក្រហមរបស់យើងបានចប់សពគ្រប់ហើយគឺយើងធ្វើការយកទុកមួយលើដូចគ្នាឥឡូវនេះគ្រឿងផ្សំទាំងបានគឺខ្ញុំបានត្រៀមរួចជាស្រេចដើម្បីនឹងផ្សំគ្រឿងចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តតែម្ដងគឺយើងមានជាកូនឆ្នាំងមួយចឹងទៅបន្ទាប់មកគឺធ្វើការចាក់គ្រឿងទេសនិងបន្លែរបស់យើងចូលតែម្ដងទៅគឺមានដូចជាខ្ទឹមក្រហមម្ទេសបន្លែប៉េងប៉ោះជីរណាសាច់ជ្រូក3ជាន់ដែលយើងបានហាន់រួចជាស្រេចបន្លែត្រសក់ម្ទេសផ្លោកការ៉ុតនិងទូកឯករបស់យើងគឺជាផ្កាស្ដៅនឹងឯងពុកម៉ែបងប្អូនបន្ទាប់មកគឺធ្វើការបន្ថែមគ្រឿងផ្សំរបស់យើងនោះមានដូចជាទឹកអំពិលទុំដាក់ម្សៅល្មមទឹកប្រហុកម្សៅល្មមដូចគ្នាម្សៅស៊ុបប៊ីចេងស្ករសនិងសណ្តែកដីដើម្បីបង្កើតក្លិនឈ្ងុយព្រមទាំងធ្វើឲ្យញោមស្ដៅរបស់យើងគឺកាន់តែមានអស់ជ្រោះតែម្ដងជំហានបន្ទាប់គឺយើងធ្វើការកូរច្បល់ចុះច្បល់ឡើងដើម្បីឲ្យគ្រឿងរបស់យើងទាំងបានគឺសព្វគ្នាបានល្អគឺយើងធ្វើការកូរច្បល់បែបនេះបន្តិចទៅពុកម៉ែបងប្អូនដើម្បីឲ្យបន្លែរបស់យើងគឺទន់ព្រមទាំងចូលជាតិគ្នាបានល្អបន្ទាប់ពីបន្លែនិងគ្រឿងរបស់យើងសព្វគ្នាបានល្អគឺយើងធ្វើការដួសដាក់ចានដើម្បីយកទៅពិសាតែម្ដងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តវីដេអូនេះសូមកុំភ្លេចធ្វើការ like share និង subscribe ជូន channel ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃពី channel របស់ខ្ញុំបាទហើយក៏សូមអធិស្ឋានរាល់ទំនេររំខានជាមួយនឹងការអធិប្បាយជាមួយវីដេអូរបស់ខ្ញុំបាទទាំងមូលនេះមានការរ៉ាត់អ៊ូតង់ចំណុចណាមួយសូមពុកម៉ែបងប្អូនទាំងអស់គ្នាអធិស្ឋានខ្ញុំបាទផងឥឡូវនេះផងដែរឃើញថាវីដេអូបង្ហាញអំពីវិធីផ្សំគ្រឿងញោមលាស្ដៅឲ្យមានរសជាតិឈ្ងុយឆ្ងាញ់របស់ខ្ញុំបាទនេះដែរគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត